បាទខ្ញុំបាទសូមអរកាយគោរពនិងជម្រាបសួរដល់អស់លោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាផងដែរបាទឆ្លៀតពេលទំនេរពីការងារខ្ញុំបាទក៏បានលើកយកនៅអត្ថបទមួយដើម្បីធ្វើការបកស្រាយដែលមានចំណងជើងថាត្រូវតែមានគម្រោងអាជីវកម្មឲ្យបានច្បាស់លាស់និងជឿជាក់ជានិច្ចដែលមានអត្ថន័យនិងខ្លឹមសារដូចតទៅបាទវិជ្ជាពិតណាស់មានមនុស្សជាច្រើនមុននឹងចាប់ផ្ដើមរកស៊ីធ្វើចំនួនអ្វីមួយគេតែងតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីដើមទុននោះគឺលុយមានអ្នកខ្លះដោយសារតែខ្វះដើមទុនយល់ថាធ្វើអីក៏មិនកើតដែរក៏លះបង់គំនិតឈប់ចង់រកស៊ីតទៅទៀតហើយក៏មានមនុស្សខ្លះទៀតគិតនឹងយល់ថាវាមិនអាចទៅរួចដែលថាធ្វើចំនួនអត់មានដើមទុននោះព្រោះគ្មានអ្នកណាអាចធ្វើនំដែលអត់ម្សៅបាននោះឡើយវាជាការពិតណាស់យើងប្រកាសជាមិនអាចរកស៊ីដោយគ្មានដើមទុននោះទេក៏ប៉ុន្តែដើមទុននៃចំនួននៅពេលនេះគឺមិនមែនសំដៅទៅលើតែលើទឹកប្រាក់នោះទេដើមទុនពិតប្រាកដនៃចំនួនគឺគំនិតរបស់យើងនេះក៏ដោយសារតែមានអ្នកខ្លះគ្មានគំនិតមិនដែលចង់គិតពីរឿងរកស៊ីគឺធ្វើឲ្យពួកគេគ្មានលុយអ្នកខ្លះមានលុយតិចតួចក៏មិនចង់គិតពីរឿងរកស៊ីនិងអ្នកខ្លះទៀតយល់ថាខ្លួនកើតមកក្នុងត្រកូលក្រីក្ររកស៊ីមិនដេចនឹងកើតទៅហើយក៏មានរហូតដល់អ្នកខ្លះមានលុយហើយគិតថាចាំមានលុយគ្រប់គ្រាន់ឬច្រើនសិនចាំរកស៊ីនឹងគេដូច្នេះបើនៅតែគិតបែបនេះចាំបែបនេះខំប្រឹងតែយកលេសឬបញ្ហាបន្តិចបន្តួចមករារាំងខ្លួនមិនព្រមធ្វើអ្វីសោះនោះជាការមួយមិនល្អឡើយព្រោះយើងនៅតែប៉ុណ្ណឹងមិនមានអីរីកចម្រើននឹងគេឬមួយផ្សេងទៀតយើងនឹងអាចជួបប្រទះនៅបញ្ហាជាច្រើនដែលធ្វើឲ្យយើងកាន់តែចាប់យឺនឬដណ្ដាបជារឿយៗទៅដែរគំនិតអ្នកជំនួញនៅពេលដែលគេចង់រកស៊ីអ្វីមួយគេមិនដែលគិតខ្វល់អំពីដើមទុននោះទេគេគិតតែអំពីផលចំណេញច្រើនជាងបើសិនជាគំនិតណាមួយរបស់គេនាំមកនៅផលចំណេញមកឲ្យគេបានគេនឹងស្វែងរកអ្នកមានលុយអ្នកមានប្រាក់ដើម្បីដាក់ទុននៅលើផែនដីយើងនេះពិតជាមានមនុស្សច្រើនណាស់ដែលគេមានប្រាក់ខ្វះតែគំនិតក្នុងការចាប់ដើមរកស៊ីតែប៉ុណ្ណោះដូច្នេះយើងត្រូវចេះរកគំនិតណាមួយដែលអាចនាំមកនៅផលចំណេញហើយយកគំនិតនោះទៅផ្គូផ្គងជាមួយនឹងអ្នកមានលុយដោយសេចក្តីជឿជាក់ក្លាហានក្នុងការប្រុងប្រយ័ត្នក្នុងមុខរបរដែលយើងចង់ប្រកបនោះដោយមានភាពម៉ឺងម៉ាត់ត្រៀមឆ្លើយនឹងសំណួរដែលគាត់នឹងចោទសួរប្រហែលជាមានសំណួរគោលសំខាន់3ដែលគេនឹងចោទសួរយើងដើម្បីគេដាក់ទុនឲ្យយើងរកស៊ីដោយមានទំនុកចិត្តចំណុចទី1គេនឹងសួរថាតើចំនួនដែលអ្នកមានគំនិតនឹងធ្វើនេះជាចំនួនអ្វីចំណុចទី2តើហេតុអ្វីបានជាអ្នកជ្រើសរើសធ្វើចំនួននេះចំណុចទី3តើអ្នកនឹងធ្វើយ៉ាងណាដើម្បីឲ្យចំនួននេះទទួលបាននូវភាពជោគជ័យបាទជាចុងក្រោយខ្ញុំបាទក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អស់លោកស្រីនិងនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកតាមដានទស្សនានៅការបកស្រាយនៅអត្ថន័យនៃអត្ថបទនេះតាមពីដើមរហូតដល់ចប់ហើយក៏សូមជូនពរដល់អស់លោកស្រីនិងនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់ឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនរកស៊ីមានបានហើយរាល់ការធ្វើដំណើរទៅណាមកណាឲ្យជួបតែសុខសុវត្ថិភាពទាំងទៅទាំងមកបាទសូមអរគុណសូមជម្រាបលា